ดកណ្ដាលបានក្លាយជាខេត្តដំបូងគេក្នុងចំណោមខេត្តទាំង8ដែលអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចូលអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការនៅក្នុងការសម្រោះសម្រួលផ្សះផ្សាវិវាទនៅមូលដ្ឋាននាថ្ងៃទី22ខែវិច្ឆិកាឆ្នាំ2024តើប្រយោជន៍អ្វីខ្លះដែលរដ្ឋបាលរាជធានីខេត្តទទួលបានពីការចុះអនុស្សរណៈនៃការយោគយល់គ្នានេះឯកឧត្តមបណ្ឌិតចិនម៉ាលីនរដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌និងជាអនុប្រធានប្រចាំការនៃអដកដែលជាម្ចាស់ហត្ថលេខីនៃអនុស្សរណៈនេះបានចូលខ្លួនឆ្លើយទៅនឹងសំណួរនេះដូចតទៅគឺថាអដកនឹងផ្ដល់ការគ្រប់គ្រងផ្នែកបច្ចេកទេសទៅដល់រដ្ឋបាលរាជធានីខេត្តផ្នែកបច្ចេកទេសហ្នឹងគឺផ្ដល់នូវការបណ្ដុះបណ្ដាលប្រកបសមត្ថភាពចំណេះជំនាញវិធីសាស្ត្រពាក់ព័ន្ធដល់ការដោះស្រាយវិវាទរួមទាំងការរៀបចំនៅបទដ្ឋានគតិយុត្តបែបបទនីតិវិធីក៏ដូចជាគោលការណ៍ណែនាំផ្សេងៗទៀតដែលចាំបាច់ណាដើម្បីធានាបាននូវប្រសិទ្ធភាពនៃការដោះស្រាយវិវាទនៅថ្នាក់មូលដ្ឋាននេះចំណែកការគ្រប់គ្រងមួយទៀតគឺតាមទម្រង់ជាកិច្ចសហការហ្នឹងបានន័យថាសំណុំរឿងមួយចំនួនដែលរដ្ឋបាលរាជធានីខេត្តគិតថាឬក៏ពិនិត្យឃើញថាមានភាពស្មុគស្មាញណាលើសពីសមត្ថកិច្ចនិងសមត្ថភាពរបស់ខ្លួនដែលអាចដោះស្រាយបានឬមួយក៏សំណុំរឿងច្រើនស្មុគស្មាញដោះស្រាយមិនទាន់អាចបញ្ជូនរំលែកនៅសំណុំទាំងអស់ហ្នឹងមកកាន់អដកដើម្បីអដកជួយពិនិត្យនិងដោះស្រាយជូនណាអាហ្នឹងការគ្រប់គ្រងតាមបែបសហការហើយសហការមួយទៀតហ្នឹងគឺថាអដកអាចបញ្ជូនមន្ត្រីរបស់ខ្លួននឹងចុះមកមូលដ្ឋានតែម្ដងចល័តចុះមកមូលដ្ឋានដើម្បីធ្វើការពិនិត្យសំណុំរឿងនិងដោះស្រាយសំណុំរឿងរួមគ្នាជាមួយមន្ត្រីនៅមូលដ្ឋាននឹងតែម្ដងដោះស្រាយនៅនឹងកន្លែងនេះការគ្រប់គ្រងណាគ្រប់គ្រងទី1គឺបច្ចេកទេសទី2គឺកិច្ចសហការចំណែកការបំពេញបន្ថែមគឺបំពេញបន្ថែមទៅលើចំណុចខ្វះខាតនៃយន្តការដែលមាននៅរដ្ឋបាលរាជធានីខេត្តហើយចំណុចខ្វះខាតនោះគឺថាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទរបស់រដ្ឋបាលរាជធានីខេត្តហ្នឹងគឺអត់មានអនុភាពគតិយុត្តដោយសារក្រមនោះទេมันអាចបង្ខំឲ្យគេត្រូវតែអនុវត្តបាននោះទេបានន័យថាដោះចប់ហើយវាអាចងើបឡើងវិញក៏ប៉ុន្តែតាមរយៈ MOU នេះគឺអដកអាចចេញកំណត់ហេតុកិច្ចព្រមព្រៀងវិវាទនេះបានជូនទៅដល់រដ្ឋបាលរាជធានីខេត្តហើយកំណត់ហេតុកិច្ចព្រមព្រៀងបញ្ចប់វិវាទនេះដែលចេញដល់អដកនេះគឺមានអនុភាពគតិយុត្តដោយសារក្រមអញ្ចឹងណាគឺมันអាចថាព្រមព្រៀងគ្នាហើយក្រោយមកគឺថាដូរចិត្តបដិសេធមិនអនុវត្តនោះបានទេពីព្រោះវាមានអនុភាពគតិយុត្តដោយសារក្រមហើយសារក្រមគឺថាចេញហើយគឺត្រូវតែអនុវត្តបើមិនអនុវត្តទេគេអាចចាប់បង្ខំឲ្យអនុវត្តតាមផ្លូវច្បាប់បាទអញ្ចឹងទេពាក់ព័ន្ធនឹងការបំពេញបន្ថែមនេះតាមរយៈ MOU នេះគឺថារាល់សំណុំរឿងទាំងឡាយណាដែលរដ្ឋបាលខេត្តបានពិនិត្យដោះស្រាយចប់សពគ្រប់ហើយមិនចង់ឲ្យវាងើបឬក៏លាប់ឡើងវិញនាពេលខាងមុខទៀតដើម្បីឲ្យចប់ជាស្ថាពរគឺថាអាចបញ្ជូនណាមកអដកដើម្បីអដកធ្វើការពិនិត្យនឹងចេញកំណត់ហេតុកិច្ចព្រមព្រៀងបញ្ចប់វិវាទជូនបានពេលនោះគឺថាវានឹងចប់ជាស្ថាពរហើយកំណត់ហេតុនេះមានអនុភាពគតិយុត្តដោយសារក្រមស្ថាពរបតុលាការអញ្ចឹងមានអំណាចចាប់បង្ខំត្រូវតែអនុវត្តមិនអាចភាគីណាមួយបដូរចិត្តឬក៏បដិសេធមិនអនុវត្តបាននោះទេនេះគឺជាការបំពេញបន្ថែមណាតាមរយៈ MOU នេះទៅលើអ្វីដែលជាចំណុចខ្វះខាតចំណុចខ្សោយនៃយន្តការដោះស្រាយវិវាទដែលមានសប្តាហ៍ថ្ងៃនៅថ្នាក់ក្រមជាតិចំណែកពលរដ្ឋវិញថាតើនឹងទទួលបានប្រយោជន៍អ្វីខ្លះពីកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិនិងរដ្ឋបាលខេត្តការចុះ MOU កិច្ចសហការស្តីពីការសម្រុះសម្រួលផ្សះផ្សាវិវាទជាមួយនឹងរដ្ឋបាលខេត្តកណ្ដាលនេះគឺក្នុងគោលដៅមួយដើម្បីពង្រីកនៅវិសាលភាពនិងប្រសិទ្ធភាពនៃការដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋានហើយជាពិសេសគឺថាដើម្បីបង្ខិតនៅសេវាដោះស្រាយវិវាទក្រៅពន្ធតុលាការនេះដែលជាសេវាយុត្តិធម៌មួយដែរហ្នឹងឲ្យទៅចិត្តប្រជាពលរដ្ឋណាបង្កើតជំរឿសសម្បូរបែបសម្រាប់ប្រជាពលរដ្ឋផ្ដល់នូវភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានហ្នឹងតែម្ដងបាទហើយតាមរយៈ MOU ដែលចុះជាមួយនឹងរដ្ឋបាលខេត្តកណ្ដាលហើយក៏ដូចជារដ្ឋបាលរាជធានីខេត្តដទៃទៀតនៅពេលខាងមុខហ្នឹងគឺថាអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅពន្ធតុលាការនឹងជួយជំរុញនិងបង្កើននៅប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទរបស់រដ្ឋបាលរាជធានីខេត្តនៅមូលដ្ឋាន
ការជួយនឹងលើកកម្ពស់ប្រសិទ្ធភាពនេះតាមមធ្យោបាយ2តាមទម្រង់2ទី1គឺផ្ដល់ការគ្រប់គ្រងណាទៅដល់យន្តការដោះស្រាយវិវាទនៅថ្នាក់ក្រោមជាតិទី2ការបំពេញបន្ថែមទៅលើអ្វីដែលជាចំណុចខ្វះខាតណាចំណុចខ្សោយនៃយន្តការដោះស្រាយវិវាទនៅថ្នាក់មូលដ្ឋាន គូបញ្ជាក់ជូនថាខេត្តកណ្ដាលគឺជាខេត្តទី1ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអដកលើកិច្ចសហប្រតិបត្តិការនៅក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទនិងជាស្ថាប័នទី4បន្ទាប់ពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មនិងអង្គការនារីដើម្បីសន្តិភាពដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នានេះតាមគម្រោងអដកនឹងចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយខេត្ត7ផ្សេងទៀតរួមមានខេត្តបន្ទាយមានជ័យខេត្តព្រៃវែងខេត្តកំពង់ស្ពឺខេត្តត្បូងឃ្មុំខេត្តកំពតខេត្តកំពង់ឆ្នាំងនិងខេត្តបាត់ដំបង ដើម្បីសម្រេចបាននូវគោលដៅនៃការពង្រីកវិសាលភាពនៃការដោះស្រាយវិវាទក្រៅពន្ធតុលាការដែលជាសេវាយុត្តិធម៌មួយដែរនោះគឺថាអដកគឺនឹងធ្វើកិច្ចសហការបែបនេះណាចុះ MOU បែបនេះជាមួយនឹងអង្គភាពនិងស្ថាប័នផ្សេងៗទៀតដែលកំពុងតែធ្វើការងារដោះស្រាយវិវាទក្រៅពន្ធតុលាការនេះដែរក្រៅពីរដ្ឋបាលដែនដីនេះកន្លងមកយើងបានចុះជាមួយស្ថាប័ន2រួចហើយគឺគណៈមេធាវីនៃប្រជាណាចក្រកម្ពុជានិងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មហើយយើងនឹងបន្តចុះជាមួយនឹងអង្គភាពស្ថាប័នរដ្ឋនិងស្ថាប័នវិជ្ជាជីវៈដទៃទៀតដើម្បីពង្រីកនៅវិសាលភាពនៃការដោះស្រាយវិវាទក្រៅពន្ធតុលាការនេះជូនដល់ប្រជាពលរដ្ឋ